បុកកសាំងជាមួយនឹងត្រីឆ្អើរគ្រាន់តែឃើញនឹងថាគួរឲ្យចង់ញ៉ាំអស់បាយមួយចានពីរចានមិនដឹងខ្លួនទេមុខម្ហូបនេះថាទំនងមែនតែនចំណែកគ្រឿងផ្សំមានដូចជាត្រីឆ្អើរប្រហុកក្រសាំងខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសបន្ថែមនៅម្អមទៀតមករឹតតែឈ្ងុយគ្រឿងផ្សំទាំងអស់នេះថាដាក់ចូលទៅចូលជាតិគ្នាមែនតែនជាដំបូងយើងចាប់ផ្ដើមយកក្រសាំងមកពុះសិនក្រសាំងនេះបើបានតែក្រសាំងចាស់ចាស់ហ្នឹងថាល្អមែនតែនតែវាមានខ្ចីខ្លះចាស់ខ្លះ បន្ទាប់ពីនោះមកយើងចាប់ផ្ដើមឆ្កៀលយើងអាចយកកាំបិតឆ្កៀលចឹងក៏បានយើងអាចយកអឺសាភ្លាឆ្កៀលដើម្បីជៀសវាងមុតដៃហើយខ្ទឹមសខ្ទឹមក្រហមនេះគឺយើងលាងទឹកលាងអីឲ្យស្អាតយើងកាត់វាជាកង់អីខ្លះទៅដើម្បីយើងយកទៅរំលីងយើងបន្ថែមជាមួយនឹងស្លឹកក្រូចនេះយើងដាក់ដើម្បីឲ្យឡើងឈ្ងុយមែនតើហើយប្រហុកដោយសារតែប្រហុកខ្ញុំនេះគឺវាចាស់អញ្ចឹងដាក់ទៅថាក្លិនខ្លាំងមែនតើអញ្ចឹងដាក់តែមួយច្រវាទេយើងចិញ្ច្រាំឲ្យម៉ត់ បន្ទាប់ពីនោះមកយើងចាប់ផ្ដើមមកលាងខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសយើងលីងឲ្យវាឡើងឈ្ងុយឡើងអីហើយទើបយើងយកវាទុកម្ដុំសម្រាប់បុកនេះពេលយើងលីងបានចេះល្អហើយយើងដួសដាក់ចានទៅជាដំបូងយើងចាប់ផ្ដើមមកបកត្រីឆ្អើរនេះយើងបកយកតែសាច់ទេយើងអត់យកសម្បកទេកាលណាយកសម្បកវាញ៉ាំទៅរៀងពិបាកអញ្ចឹងយើងបកយកតែសាច់ពេលដែលយើងបកសាច់អីហើយគឺយើងចាប់ផ្ដើមបុកឲ្យម៉ត់យើងបន្ថែមជាមួយនឹងប្រហុកជាមួយនឹងស្លឹកក្រូចសើបមកដើម្បីឲ្យថាចូលជាតិចូលអីជាមួយនឹងគ្រឿងតែម្ដងយើងចាប់ផ្ដើមយកប្រហុកហើយនឹងនេះហ្នឹងមកបុកឲ្យម៉ត់ទៅឲ្យវាចូលជាតិហើយមានក្លិនឈ្ងុយបន្ទាប់ពីនោះមកគឺយើងបន្ថែមនៅគ្រឿងមានអំបិលស្ករប៊ីចេងអំបិលយើងដាក់មកល្មមបានហើយព្រោះអីដោយសារប្រហុកយើងរៀងប្រៃដែរបន្ទាប់មកយើងកូរច្របល់ឲ្យចូលជាតិហើយយើងចាប់ផ្ដើមបុកពេលដែលយើងបុកឲ្យចូលជាតិហើយយើងចាប់ផ្ដើមដាក់ខ្ទឹមសខ្ទឹមក្រហមម្ទេសដែលយើងបានលីងហ្នឹងដាក់ចូលទៅបុកចូលគ្នាដើម្បីថាឡើងឈ្ងុយឡើងអីមែនតើអូយគ្រាន់តែបញ្ចូលសលេងនឹងស្រក់ទឹកមាត់តែម្ដងបន្ទាប់មកយើងបន្ថែមនៅក្រសាំងនេះយើងកូរឲ្យចូលជាតិចូលអីជាមួយនឹងគ្រឿងអីហើយយើងបុកវាបន្ថែមដើម្បីឲ្យម៉ត់ចូលជាតិគ្នារឹតតែល្អយើងខ្ញុំភ្លក់ទៅរៀងស្ទើជូរអញ្ចឹងខ្ញុំបន្ថែមក្រូចឆ្មាមួយផ្លែទៀតឲ្យបានជំនួយការនឹងមកជួយដល់ហើយបន្ទាប់មកយើងចាប់ផ្ដើមថាដាក់ម្អមចូលម្អមនេះចង់ដាក់ច្រើនតិចទៅតាមបងប្អូនចំណូលចិត្តឬក៏ចង់ដាក់ជីនឹងវងក៏បានជីណាក៏បានទៅតាមការចូលចិត្តបន្ទាប់ពីយើងដាក់ហើយគឺយើងកូរច្របល់គ្នាឲ្យចូលជាតិតិចទៅថាអូយឡើងឈ្ងុយតែម្ដង គ្រាន់តែឃើញហ្នឹងថាស្រក់ទឹកមាត់តក់ៗតែម្ដងនឹងបើយើងដួសឲ្យបានបាយមកបុកជាមួយនឹងត្បាល់ហ្នឹងទៀតមកថាអូយរឹតតែជាតិនេះឥឡូវបុកកសាំងយើងហើយពុកម៉ែបងប្អូនមើលទៅថាឡើងទំនងមែនតែនម្ទេសបងប្អូនអាចដាក់ហឹរតាមការចូលចិត្តនេះថាទំនងណាពុកម៉ែបងប្អូនដាក់មកអូយគួរចង់ញ៉ាំមែនតែនអ្នកបញ្ចូលសលេងហ្នឹងលេបទឹកមាត់រហូតឲ្យតែឃើញគ្រឿងចឹងអីត្រូវតែម្ដង សូមពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook Page របស់នាងខ្ញុំផងឈ្មោះអូមចាណេតនេះបន្ទាប់ពីបុកហើយយើងមានលក់បន្ទាប់ចេះមកមានដូចជាត្រសក់មានដូចជាត្រប់វែងហើយថែមញ៉ាំទេសពីខាងក្រៅនេះទៀតមកបងប្អូនចង់ហឹលតាមចំណូលចិត្តថាទំនងមែនតែនពុកម៉ែបងប្អូនទាំងអស់គ្នាចឹងអីអស់ចុះបាយមួយចានពីរចានមិនដឹងខ្លួនពុកម៉ែ អូយគួរឲ្យចង់ញ៉ាំណាស់នេះថាគ្រាន់តែនឹកឃើញនឹងស្រក់ទឹកមាត់តក់នឹកឃើញនៅពេលដែលយើងថាបានហូបជាមួយបាយមួយចានពីរចានទំដងអីទំដងយ៉ាងនេះបុកអាសាំងជាមួយនឹងត្រីឆ្អើរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមដល់ចប់សូមឲ្យមានសុខសុវត្ថិភាពតាមផ្លូវសុខភាពល្អធ្វើដំណើរទៅណាមកណាមានតែសុខសុវត្ថិភាពជំរាបលា